បាទដោយសារករណីវាមានកើតលើបងប្អូនខ្មែរយើង2ទៅ3ដងបងប្អូនគឺថាគាត់អត់បានប្រុងប្រយ័ត្នបាទគាត់ដកលុយយ៉ាងទៅចាយទិញនំប៉័ងទិញអីបាទដើម្បីយើងញ៉ាំតាមផ្លូវអីទៅចែកនេះទៅក៏ដាក់កាបូបលុយទៅខាងសាក់កាដូខាងក្រោយមិនបានហូតអីក៏មិនបានកុនត្រូលឲ្យច្បាស់លាស់អញ្ចឹងណាបាទយើងឈរចាំភ្លើងស្តុបបាទគាត់ថាយើងដើរខ្ទង់ប្រហែលជាបាទ4 10 20ម៉ែត្រក្រោយពីភ្លើងស្តុបមកក្រោយមកយើងមើលលុយរបស់យើងគឺយើងបាត់អស់លេងបងប្អូននៅពេលដែលយើងត្រូវការលុយសម្រាប់យើងទិញនេះទិញនោះញ៉ាំអញ្ចឹងណាបាទយកមកគឺថាបាត់អស់លុយចិត្ត1000អានឹងករណីគឺមួយសារមកក្រោយមកគឺដល់ពេលដែលយើងបាទខ្ញុំសូមជម្រាបសួស្តីបងប្អូនបាទហើយថ្ងៃនេះសូមចែករំលែកនៅវីដេអូខ្លីមួយទៀតដល់បងប្អូនបាទបងប្អូនដែលរស់នៅប្រទេសអាល្លឺម៉ង់ឬក៏បងប្អូនបាទគាត់អញ្ជើញមកពីស្រុកក្រៅបាទមកពីប្រទេសខ្មែរឬក៏មកពីប្រទេសផ្សេងនៅលើសកលលោកបាទមកលេងនៅឯប្រទេសអាល្លឺម៉ង់បាទគួរណាស់បងប្អូនយកចិត្តទុកដាក់បាទការពារឬក៏របស់របរសម្ភារៈដែលមានតម្លៃដូចជាលុយកាក់ឬក៏របស់របរផ្សេងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទជៀសវាងកុំឲ្យគេហៅថាមានការបាត់បង់ដោយសារករណីវាមានបាទម្ដងជា2ដងមកលើបងប្អូនខ្មែរយើងបាទដែលគាត់រស់នៅអាល្លឺម៉ង់ដែរហើយក៏គាត់បាទបងប្អូនខ្មែរដែលយើងគាត់អញ្ជើញមកលេងពីប្រទេសខ្មែរមកលេងប្រទេសអាល្លឺម៉ង់អញ្ចឹងហើយបើសិនជាបងប្អូនបាទបានឃើញវីដេអូរបស់ខ្ញុំបាទសូមបងប្អូនមេត្តាជួយចុច like និង share បាទវីដេអូរបស់ខ្ញុំឲ្យបានច្រើនដើម្បីឲ្យបានដល់បងប្អូនដែលគាត់បានឃើញវីដេអូនេះទៅដើម្បីទៅពេលដែលគាត់បាទមានវត្តមាននៅឯប្រទេសអាល្លឺម៉ង់បាទមកជាផ្នែក tourist ឬក៏មកអីកិច្ចការអីផ្សេងនៅប្រទេសអាល្លឺម៉ង់គាត់ថាមានការប្រុងប្រយ័ត្នបាទកុំឲ្យវាមានការប៉ះពាល់ឬក៏បាត់បង់នៅសម្ភារៈរបស់បងប្អូនណាបាទខ្ញុំសូមអរគុណច្រើនបាទហើយបាទមួយរយៈកន្លងមកគឺថានៅឯប្រទេសអាល្លឺម៉ង់គឺហើយបងប្អូនខ្ញុំក៏ធ្លាប់ធ្វើវីដេអូចែកជូនដល់បងប្អូនដែរបាទថាប្រទេសអាល្លឺម៉ង់ជាប្រទេសមួយដែលគេហៅថាពោពេញទៅដោយសុខសวัสดิភាពឬក៏ប្រទេសមួយគេហៅពោពេញទៅដោយគេហៅថាសេដ្ឋកិច្ចខ្ពស់ឬក៏មហាសេដ្ឋកិច្ចបាទលេខ3បន្ទាប់ពីដើមមកហ្នឹងបាទបន្ទាប់ពីអាមេរិកបន្ទាប់ពីចិនមកគឺប្រទេសអាល្លឺម៉ង់អញ្ចឹងការនាំចូលនាំចេញហ្នឹងគឺថាយើងមានសេដ្ឋកិច្ចឬក៏កំណើនសេដ្ឋកិច្ចវាខ្ពស់អញ្ចឹងណាប្រកាសជាយើងគ្មានអ្នកក្រគ្មានអ្នកសុំទានគ្មានអ្នកគេហៅថាលំបាកវេទនាឬក៏ចោលអីទេបាទអញ្ចឹងហើយបានថ្ងៃនេះគឺខ្ញុំលើកពីបញ្ហាមួយចែកជូនដល់បងប្អូនបាទដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្នបាទដោយសារតែករណីនេះបាទវាមានកើតឡើងមកលើបងប្អូនខ្មែរយើងម្ដងជា2ដងចឹងហើយបានខ្ញុំបាទចែករំលែកនៅព័ត៌មាននេះបាទដូចជាបងប្អូនដែលគាត់មកលេងនៅឯប្រទេសអាល្លឺម៉ង់ហើយក៏បងប្អូនដែលគាត់រស់នៅឯប្រទេសអាល្លឺម៉ង់ក៏មានការបាត់បង់ប្រាក់កាសបងប្អូនដែលគាត់ទៅលេងនៅឯខេត្តបាទដូចជា Frankfurt ឬក៏នៅឯ Berlin បាទដូចគេហៅថាការដែលគាត់ធ្វើដំណើរអញ្ចឹងទៅគាត់មិនសូវមានការប្រុងប្រយ័ត្នឲ្យគិតថាវាមិនអាចកើតឡើងមកលើខ្លួនគាត់អញ្ចឹងដោយសារគាត់ដាក់របស់របរគាត់ដូចជាលុយជាកាក់បាទកាបូបលុយផុកម៉ានីយើងនៅក្នុងសាក់កាដូដែលយើងស្ពាយបាទក្នុងនោះគឺថាមានអាវភ្លៀងទៅឬក៏មានឆាត់មានអីហូរហាយអញ្ចឹងទៅហើយបន្ទាប់មកដែលថាយើងចេញពីអាទេសភ្លើងពីក្រោមដីឡើងមកលើអីចឹងទៅបាទយើងគិតថាវាមិនអីទេហើយដល់យើងឡើងមកដល់ខាងលើបងប្អូនព្រោះថាបងប្អូនយល់បាទមកថានៅប្រទេសអឺរ៉ុបឬក៏នៅប្រទេសនេះគឺថាមានអាទេសភ្លើងគេហត់ក្រោមដីអញ្ចឹងណាបាទនៅឯខេត្ត Frankfurt ក៏មិនខុសនៅឯប្រទេសផ្សេងដែរបាទគេមានអាទេសភ្លើងគេអញ្ចឹងមកគឺយើងឡើងពីដីយើងឡើងមកដល់លើអញ្ចឹងទៅបាទហើយដល់ពេលណាហ្នឹងគឺថាមានមនុស្សពេញទឹកពេញដីឈរប្រងព្រាតអញ្ចឹងទៅអ្នកខ្លះក៏ធ្វើដំណើរទៅអ្នកខ្លះក៏ឈរលេងទៅជែកអ្នកខ្លះក៏ឆ្លងភ្លើងស្តុបអីអញ្ចឹងទៅហើយនៅពេលដែលយើងឈប់បាទឈរឬក៏ចាំភ្លើងស្តុបអីអញ្ចឹងយើងត្រូវមានការប្រុងប្រយ័ត្ននិយាយរួមគឺថាយើងប្រុងប្រយ័ត្នគ្រប់ចំណុចបាទមិនឲ្យមានការថោះធ្លួយទេបងប្អូនបាទយើងត្រូវលុយកាក់ដែលយើងក្រោយពីយើងដកចំណាយឬក៏ចាយវាយើងត្រូវការមានហូតហើយយើងដាក់ឲ្យសុខសុវត្ថិភាពនៅលើដងខ្លួនយើងកុំឲ្យគេហៅថាមានការមិនប្រុងប្រយ័ត្នដាក់ទៅក្រោយសាក់កាដូឬក៏ភ្លេចហូតភ្លេចអីអញ្ចឹងណាបាទដោយសារករណីវាមានកើតលើបងប្អូនខ្មែរយើង2ទៅ3ដងបងប្អូនគឺថាគាត់អត់បានប្រុងប្រយ័ត្នបាទគាត់ដកលុយយ៉ាងទៅចាយទិញនំប៉័ងទិញអីបាទដើម្បីយើងញ៉ាំតាមផ្លូវអីទៅចែកនេះទៅក៏ដាក់កាបូបលុយទៅខាងសាក់កាដូខាងក្រោយមិនបានហូតអីក៏មិនបានកុនត្រូលឲ្យច្បាស់លាស់អញ្ចឹងណាបាទយើងឈរចាំភ្លើងស្តុបបាទគាត់ថាយើងដើរខ្ទង់ប្រហែលជាបាទ4 10 20ម៉ែត្រក្រោយពីភ្លើងស្តុបមកក្រោយមកយើងមើលលុយរបស់យើងគឺយើងបាត់អស់លេងបងប្អូននៅពេលដែលយើងត្រូវការលុយសម្រាប់យើងទិញនេះទិញនោះញ៉ាំអញ្ចឹងណាបាទយកមកគឺថាបាត់អស់លុយចិត្ត1000អានឹងករណីគឺមួយសារមកក្រោយមកគឺដល់ពេលដែលយើងទៅប្តឹងប៉ូលីសអីហោហាយអញ្ចឹងទៅបាទប៉ូលីសគេបានកត់ត្រាសពបែបយ៉ាងការដែលយើងរៀបរាប់ការយើងឈរកន្លែងនេះយើងឈរកន្លែងនោះអញ្ចឹងណាបាទក្រោយមកដល់ពេលគេចោលយល់ថាចោលនឹងគេយកលុយអស់អញ្ចឹងទៅគេចោលអាកាបូបយើងដូចជាបាទតាក់អញ្ញាណប័ណ្ណឬក៏អាកាតគេហៅថាសម្រាប់សុខភាពឬក៏ធានាផ្សេងនៅក្នុងកាបូបដែលភ្ជាប់ជាមួយនេះគឺថាគេកវត្តចោលទៅគៀនណាអញ្ចឹងទៅនឹងភ័យឬក៏
ទីតំបន់ណាដែលគេកវត្តចោលទៅប៉ូលីសគេប្រមូលបានអញ្ចឹងមកគេផ្ញើមកឲ្យយើងមកដល់ទីតាំងតំបន់ដែលយើងបាទអត្តរេដែលយើងរស់នៅអញ្ចឹងទៅយើងបានតការប៉ុន្តែលុយយើងបាត់អញ្ចឹងបងប្អូនអានឹងករណីទី1ហើយករណីទី2ក៏មានបងប្អូនខ្មែរយើងម្នាក់ទៀតដែលគាត់បាទគាត់ញ៉ាំចុកអីចឹងទៅហូរហែដូចខ្ញុំជំរាបបងប្អូនពីខាងដើមយើងដកបាទកបោបចឹងមកបាទចេញចឹងមកយើងចាយយើងវាចឹងទៅពេលដែលយើងដាក់ឲ្យខ្ញុំគឺថាអូញឹកញយបងប្អូនមិនសូវបានប្រយ័ត្នទេតែពេលយើងដាក់ហើយយើងកបោបញុកទៅកប៉ៅខាងក្រោយចឹងទៅបាទយើងដើរទៅយើងមិនគិតថាអូអ្នកណាលូកឬក៏អីអញ្ចឹងណាបងប្អូនព្រោះករណីយើងធ្លាប់តែយើងថាបាទយើងធ្លាប់តែលឺណែណោអញ្ចឹងទៅពីដើមមកតលូកកប៉ៅកាត់ខ្សែកឬក៏ឆក់ខ្សែកឬក៏ឆក់ handy អញ្ចឹងណាប៉ុន្តែអាករណីនេះគឺថាកើតនៅក្នុងប្រទេសឡម៉ង់បាទអញ្ចឹងហើយបានខ្ញុំធ្វើវីដេអូឡើងដើម្បីចែកជូនដល់បងប្អូនដែលមានការប្រុងប្រយ័ត្នយើងត្រូវប្រយ័ត្ននៅលើកាបូបរបស់យើងបាទខោឲ្យវាតឹងអីចឹងទៅវាករណីវាជួបតិចណាបងប្អូនមិនមែនថាភាកច្រើនបានគ្រាន់ថាបើយើងការពារវាល្អកុំឲ្យយើងបាត់បង់ណាបាទយើងធ្វើលបងការពារមុនបាទកុំឲ្យគេហៅថាពេលដែលយើងបាត់បង់ទៅយើងវាសោកស្ដាយបងប្អូនបាទទោះបីថា300-400ឬក៏1000ឬក៏ស្អីទៅក្នុងកាបូបដែលយើងដាក់តាមកាបូបយកទៅចាយហ្នឹងបាទគឺថាมันសំខាន់ណារឿងលុយកាក់បាត់យើងអាចរកបានក៏ប៉ុន្តែបញ្ហារឿងជាពិសេសនៅពេលដែលយើងបាត់បង់ដូចជាអត្តសញ្ញាណប័ណ្ណឬក៏ passport ឬក៏គេហៅថាកាតធានាផ្សេងផ្នែកសុខភាពអីចឹងហោហែអាហ្នឹងឲ្យធ្វើការយើងលំបាកបាទយើងអាចទៅដាក់សុំឡើងវិញដាក់យើងធ្វើឲ្យយើងមាន stress ណាបាទអញ្ចឹងហើយដូចខ្ញុំជំរាបបងប្អូនពីខាងដើមបាទមានបងប្អូនខ្មែរយើងគាត់បាត់បាទកបោបបាទឈរនៅកន្លែងភ្លើងស្តុបហ្នឹងគឺថាគ្នាគេស្រី3-4នាក់បាទហើយភាកច្រើនបើតាមតែខ្ញុំបានស្ដាប់គាត់រៀបរាប់ហ្នឹងគឺមិនមែនជាជនជាតិអាល្លឺម៉ង់ទៀតបាទគឺថាយើងក៏និយាយថាឲ្យថាប្រទេសនេះប្រទេសនោះប៉ុន្តែគាត់ថាយើងសម្គាល់មើលទៅគឺថាភាសាដែលថានិយាយភាសារបស់គេអញ្ចឹងទៅបាទគឺថានៅឯខាងកើតឬខាងណាគឺយើងមិនចោតបាទកុំឲ្យគេថាយើងចោតគេអញ្ចឹងណាបាទគឺថាយើងវាមិនដឹងច្បាស់ណាបាទប៉ុន្តែគ្រាន់ថាមិនមែនប្រជាជនអាល្លឺម៉ង់ទេដែលបានប្រព្រឹត្តដោយសារបញ្ហាគេហៅលូកយកកាបូបរបស់គាត់ទៅក្នុងអាសាកាដូហ្នឹងហើយករណីទី2ហ្នឹងគឺបងប្អូនដែលគាត់ដាក់កាបូបនេះជំរាបខាងដើមបានក្នុងកំប៉ៅហ្នឹងថាគេដកយកមកហ្នឹងអស់300-400អ៊ុយរ៉ូទៅក្រោយមកយកអាកាបូបគាត់ទៅកវត្តចោលនៅកន្លែងណាមួយនោះនៅធុងសម្រាប់នោះបាទហើយក្រោយមកប៉ូលីសក៏គេបានផ្ញើអាកាបូបរបស់គាត់ទៅទេហ្នឹងបាទបូកទាំងអាកាតស្អីផ្សេងដែលគាត់ដាក់នៅក្នុងហ្នឹងដូចជាខ្ញុំធ្លាប់ដាក់អញ្ចឹងពេញតែកាបូបចឹងដែរបាទបានតែសបកឡើងមកដល់ផ្ទះហ្នឹងទៅហាលុយយើងអស់អាលីងបាទ3-400ចឹងទៅបាទដោយសារតែមានបញ្ហាហ្នឹងកើតឡើងចំពោះបងប្អូនខ្មែរយើងចឹងហើយបានខ្ញុំធ្វើវីដេអូឡើងដើម្បីចែកជូនដល់បងប្អូនដែលបានទទួលនៅព័ត៌មាននេះបាទដើម្បីជៀសវាងកុំឲ្យគេហៅថាមានការបាត់បង់នៅពេលណាដែលយើងដើរលេងកំសាន្តបាទគេហៅថាពេលវ៉ាកងនិយាយរួមគឺថាមិនថាប្រទេសអាល្លឺម៉ង់សូម្បីតែយើងទៅអ៊ីតាលីទៅប្រទេសខ្ញុំធ្លាប់ទៅអ៊ីតាលីបាទញឹកញាប់បាទខ្ញុំទៅលេងឯប្រទេសអ៊ីតាលីស្វីសអូទ្រីសក៏យើងត្រូវមានការប្រុងប្រយ័ត្នបងប្អូនព្រោះបញ្ហាវាច្បោកច្បល់ពេញទឹកពេញដីមិនដឹងជាសាសនាអីមកពីខាងណាថាវាមានបាទច្បោកច្បល់នៅក្នុងគេហៅថាកន្លែងទីប្រជុំជនណាដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលយើងវ៉ាកងដើរទៅប្រទេសនេះទៅប្រទេសនោះជាពិសេសនេះគឺថាគេហៅថាកន្លែងដែលមនុស្សពោពេញទៅដោយគេហៅថាជួបជុំគ្នាច្រើនបាទគឺថាយើងត្រូវប្រយ័ត្នកុំឲ្យវាបាត់បង់បាទអញ្ចឹងបើសិនជាបងប្អូនបាទបានឃើញវីដេអូរបស់ខ្ញុំហើយសូមមេត្តាជួយចុច like និង share បាទវីដេអូនេះបានច្រើនបាទដើម្បីបានដល់បងប្អូនក៏បានជ្រាបបានដឹងដើម្បីគាត់ប្រុងប្រយ័ត្នបាទជៀសវាងកុំឲ្យយើងមានការបាត់បង់នៅសម្ភារៈរបស់យើងបាទដោយសារតែខ្ញុំខ្មែរអញ្ចឹងទៅនៅពេលណាដែលមានប៉ះពាល់ឬក៏ផ្នែកស្អីផ្សេងដល់បងប្អូនដែលយើងជាខ្មែរយើងគឺថាខ្ញុំបាទធ្វើជាវីដេអូឡើងបាទដើម្បីយើងកុំឲ្យគេហៅថាមានការឆ្លោះឆ្លួយបាត់បង់អញ្ចឹងយើងមានការខាតបងប្អូនបាទប្រកាសឬក៏សម្ភារៈផ្សេងបាទចឹងខ្ញុំអរគុណបងប្អូនច្រើនបាទសូមបងប្អូនបាទទទួលបាននៅសុខភាពល្អបាទអាយុយឺនយូរហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណច្រើនជំរាបលា